ស្វែងយល់ពីធម៌អប់រំចិត្តពន្លឺធម៌នាំផ្លូវជីវិតឆ្ពោះទៅរកសេចក្តីសុខពិតនៅក្នុងការរស់នៅប្រចាំថ្ងៃមនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បានសេចក្តីសុខភាពជោគជ័យនិងសេរីសួស្តីប៉ុន្តែនៅក្នុងការពិតជីវិតមិនមែនជួបតែរឿងសំបំណងនោះទេមនុស្សម្នាក់ជៀសមិនផុតពីការប្រឈមមុខនឹងបញ្ហាវិបត្តិភាពខកបំណងទុក្ខសោកនិងការប្រែប្រួលឡើយហេតុនេះហើយទើបប្រធមមានតួនាទីយ៉ាងសំខាន់ក្នុងការធ្វើជាឱសថដ៏ទិព្វសម្រាប់ព្យាបាលមុខរបួសផ្លូវចិត្តនិងជាពន្លឺបំភ្លឺផ្លូវជីវិតឲ្យដើរចំទិសដៅដ៏ត្រឹមត្រូវមកឲ្យទៅនាំឲ្យស្គាល់ការពិតនៃជីវិតច្បាប់ធម្មជាតិពុទ្ធសាសនាបានបង្រៀនយើងឲ្យស្គាល់ពីការពិតនៃលោកគឺច្បាប់ត្រៃលក្ខណ៍ដែលរួមមានអនិច្ចំភាពមិនទៀងគ្រប់យ៉ាងតែងតែប្រែប្រួលមិនថិតថេរទុក្ខំភាពជាទុក្ខការទ្រាំបានដោយពិបាកការមិនសមបំណងអនត្តាភាពមិនជារបស់យើងពិតប្រាកដគ្មានអ្វីដែលយើងអាចបង្ខំឬបញ្ជាឲ្យនៅតាមចិត្តយើងរហូតបានឡើយនៅពេលដែលយើងយល់ដឹងពីធម៌នេះចិត្តរបស់យើងនឹងលែងសូវរវើរវាយលែងសូវរំពឹងទុកខ្ពស់ហួសហេតុនិងមិនដេកលង់លក់ក្នុងភាពលោភលន់នៅពេលជួបការផ្លាស់ប្ដូរឬការបាត់បង់យើងនឹងមានកម្លាំងចិត្តក្នុងការទទួលយកការពិតដោយភាពស្ងប់ស្ងៀមព្រោះដឹងថាវាជាធម្មតារបស់ពិភពលោក2អំណាចនៃការគ្រប់គ្រងចិត្តនិងការចម្រើនសតិសេចក្តីសុខនិងសេចក្តីទុក្ខមិនមែនកើតឡើងដោយសារអ្នកដទៃឬវត្ថុខាងក្រៅជាអ្នកកំណត់នោះទេប៉ុន្តែវាផ្ដើមចេញពីចិត្តរបស់យើងផ្ទាល់ព្រះពុទ្ធទ្រង់ត្រាស់សម្ដែងថាចិត្តដែលមិនទាន់បានฝึกហាត់តែងតែអូសទាញយើងឲ្យធ្លាក់ទៅក្នុងអំពើអាក្រក់និងភាពក្តៅក្រហាយតាមរយៈភ្លើង3កំណោគឺលោភៈការចង់បានហួសប្រមាណទោសៈការខឹងក្រោធនិងមោហៈភាពវិញមិនខុសត្រូវការរស់នៅដោយមានសតិការដឹងខ្លួននិងសេចក្តីអត់ធ្មត់គឺជាខែលការពារចិត្តដ៏ល្អបំផុតនៅពេលមានរឿងរ៉ាវអាក្រក់មកប៉ះទង្គិចបើយើងមានសតិដឹងតន់ថាចិត្តកំពុងខឹងហើយយើងព្រមទម្លាក់វាចុះមិនតបតដោយហិង្សានេះយើងនឹងមិនបង្កើតកម្មពៀថ្មីហើយចិត្តរបស់យើងក៏នឹងទទួលបានសេចក្តីស្ងប់ភ្លាមផងដែរby ការសាព្រោះសេចក្តីល្អតាមរយៈបុណ្យនិងសិលការរស់នៅប្រកបដោយធម៌គឺការអនុវត្តនៅទានសិលភាវនាការធ្វើទានគឺការចែករំលែកដើម្បីលះបង់សេចក្តីកំណាញ់ការរក្សាសិលគឺការមិនបៀតបៀនខ្លួនឯងនិងអ្នកដទៃតាមរយៈកាយនិងវាចារីឯការភាវនាគឺការធ្វើឲ្យចិត្តស្ងប់មានបញ្ញាបុណ្យកុសលដែលយើងបានសាងនឹងក្លាយជាស្ពាននិងជាទីពឹងដ៏កក់ក្ដៅបំផុតសម្រាប់ជីវិតមនុស្សដែលមានធម៌ក្នុងខ្លួនតែងតែជាមនុស្សដែលគួរឲ្យគោរពគួរឲ្យស្រឡាញ់និងទៅដល់ទីណាក៏មានសេចក្តីសុខនិងសុវត្ថិភាពដល់ទីនោះដែរដោយព្រះស្រីកសន្នរួមសេចក្តីមកពធមិនមែនជារឿងឆ្ងាយហួសពីខ្លួនឬសម្រាប់តែមនុស្សចាស់នោះទេប៉ុន្តែព្រះធម៌គឺជាសិល្បៈនៃការរស់នៅរបស់មនុស្សគ្រប់វ័យការរៀនរស់នៅដោយទម្លាក់ការគុំគួនចេះអភ័យទោសចេះស្រឡាញ់គ្នាដោយមេត្តានិងរស់នៅក្នុងបច្ចុប្បន្នកាលគឺជាការអនុវត្តធម៌ដ៏ពិតប្រាកដបើចង់ឲ្យជីវិតជួបតែសេរីសួស្តីនិងភាពត្រជាក់ត្រជុំចូលយើងចាប់ផ្ដើមអប់រំចិត្តខ្លួនឯងចាប់ពីថ្ងៃនេះតទៅព្រោះថាចិត្តដែលអប់រំល្អហើយតែងនាំមកនៅសេចក្តីសុខ